ទ្វេភាគីរវាងសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃឯកឧត្តមអនុទីនច័ន្ទវីរៈគុលនៅព្រឹកថ្ងៃទី28ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរបានរំលឹកជាថ្មីនៅការអំពាវនាវឲ្យមានការដោះលែងទាហានកម្ពុជាចំនួន18រូបឲ្យបានឆាប់យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី28ខែតុលាឆ្នាំ2025ស្ដីពីលទ្ធផលនៃជំនួបទ្វេភាគីដោយនៅក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025និងត្រូវបានធ្វើជាសាក្សីដោយឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាមួយគ្នានោះថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនិងការប្រកាន់ខ្ជាប់ចំពោះសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរដែលបានផ្ដល់នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរក្នុងការធ្វើការរួមគ្នាឆ្ពោះទៅរកសន្តិភាពកិច្ចសហប្រតិបត្តិការនិងវិបុលភាពឆ្លៀតក្នុងឱកាសនោះប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនម៉ាណែតក៏បានរំលឹកជាថ្មីនៅការអំពាវនាវឲ្យមានការដោះលែងទាហានកម្ពុជាចំនួន18រូបឲ្យបានឆាប់ដោយឈរលើមូលដ្ឋានមនុស្សធម៌ដោយដែលបានឯកភាពក្នុងសេចក្តីថ្លែងការណ៍រួមកូឡាឡាំពួរក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីថាប្រទេសទាំងពីរត្រូវតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីធានាបានប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាពសុខដុមរមនានិងវិបុលភាពរួមគ្នាសម្រាប់ជំនាន់ក្រោយៗទៀត